បានមកខ្ញុំចូល record ធ្វើចាអ្នកភូមិកាន់តែកើនឡើងពួកខ្ញុំទៅដល់កន្លែងអត្តការដែរយកអត្តការតាមចាសូមជាលពូបន្តិចលពូឈ្មោះអីដែរបាទខ្ញុំវ៉ាន់ចាមវ៉ាន់ចាមបាទអាយុប៉ុន្មានដែរលពូបាទខ្ញុំ68ចាហើយលពូម៉ូតូវ៉ានេះប្រហែលថ្ងៃហើយឬក៏ទៅមកបាទខ្ញុំមកនេះ2ថ្ងៃហើយ2ថ្ងៃហើយចាហើយលើថាមានការខាត់ខ្លួនហើយលពូបានម៉ូតូវ៉ាហើយតាក់ទងនឹងការរំលោភដីធ្លីហើយលពូសូមលពូជួយបកស្រាយបន្តិចមកបាទរំលោភដីធ្លីនៅលើប្រជាពលរដ្ឋហ្នឹងបើតាមនិយាយខាងដើមមកបាទបញ្ហាដែលក្រុមហ៊ុនចោះហ្នឹងកិច្ចសន្យាជាមួយប្រជាពលរដ្ឋថាអភិវឌ្ឍបាទធ្វើផ្លូវថ្នល់បន្ទីពេទ្យសាលារៀនជូនបាទដល់ចុងបញ្ចប់មកវាធ្វើបានហើយវាស់វែងយូរហើយអត់មានធ្វើអីទេយកដីហ្នឹងវាជាបរដ្ឋជួលជាបរដ្ឋបន្តវិញការអភិវឌ្ឍអត់មានអីសោះអត់មានការកងត្រាមួយជាបរដ្ឋថាអភិវឌ្ឍហ្នឹងមកទល់ឥឡូវនេះរយៈពេលបាទ5ឆ្នាំហើយ5ឆ្នាំអត់មានធ្វើអីសោះទេក្រៅពីយកដីប្រជាជនឲ្យមកជួលឲ្យប្រជាជនវិញហើយមកយកឲ្យជួលឲ្យប្រជាជនវិញហើយពួកខ្ញុំនេះតវ៉ាហ្នឹងឡើងទៅដល់ខាងសភាខាងអីនោះឲ្យដោះស្រាយមួយឆ្នាំហើយចាំដោះស្រាយចាំមករហូតដល់ថ្ងៃនេះរយៈពេល5ឆ្នាំបាទ5ឆ្នាំអត់ដោះស្រាយឲ្យអត់មានសាងសង់អីអត់មានការធ្វើអីហើយការជួលដីហ្នឹងគឺគេគិតយ៉ាងម៉េចអីយ៉ាងម៉េចជួយដល់ប្រជាជនដែរឬអត់ទេគេអត់មានទេគេយកពេញតម្លៃមកហិតតាមហ្មង$100ហើយជាស្រូវក្នុង1ហិកតាគឺ500គីឡូបាទទោះបីយើងបាន400គីឡូក៏ដោយគេត្រូវតែធ្វើម៉េចរោមឲ្យគេគ្រប់បានមិនបានក៏គេយកដល់និយាយថា500គីឡូនឹងតម្រោះបាទប៉ុន្តែឡើងមួយឆ្នាំថ្មីនេះពួកខ្ញុំឈប់ជួលហើយដីហ្នឹងគេកាងទុកដើម្បីជួលឲ្យអ្នកផ្សេងទៀតនេះតែជាដីរបស់យើងច្បាស់លាស់យើងមានប្លង់មានអីបាទអត់ទេលពូមានប្លង់មានអីកាលឲ្យពួកយើងចូលរៀនដំបូងចូលធ្វើដំបូងដែលបានឆ្លាស់ហើយវាមិនទាន់មានប្លង់មិនទាន់មានអីទេប៉ុន្តែមានភូមិពេញសិទ្ធមានក្រិតទទួលស្គាល់ពេញក្រិតប៉ុន្តែក្រោយពីវាស់វែងមកក្រុមហ៊ុនវាស់វែងមកបានមានប្លង់មានកម្មសិទ្ធិប៉ុន្តែមាននឹងមិនបានវាមិនបានគ្រប់ចំនួនទេដែលយើងមានពីមុនមិនបានទេ5ហិកតានៅសល់1ហិកតាក៏មាន5ហិកតាសល់1ហិកតាកន្លះក៏មានបាទប៉ុន្តែអាដីដែលនៅសល់គេកវ៉ាត់ទុកនោះគេនៅតែទុកជួលចឹងយកទៅជួលបាទតែជាដីបងប្អូនបាទដីរបស់ខ្ញុំបាទដីដើមអភិវឌ្ឍណាដូចដីខ្ញុំផ្ដាល់ដីអភិវឌ្ឍយកដីទៅជួលដីខ្ញុំបាទដីខ្ញុំផ្ដាល់ដែលពីមុនដែលមុនក្រុមហ៊ុនចូលខ្ញុំរូបរៀនបាទខ្ញុំកាប់រូបរៀនហ្នឹងដីវាមាន25ហិកតាអញ្ចឹងព្រៃ1ហិកតាថានឹងដីរត់ចុះបាទអញ្ចឹងដល់ឥឡូវនេះក្រុមហ៊ុនអុយបាន14ហិកតាខ្ញុំកូន9នាក់ហើយ4ហិកតាធ្វើអីរហូតអញ្ចឹងកូនមិនរស់បាទហើយថាមិនកាលនោះមិនតវ៉ាណាក្រុមហ៊ុនចោះវាស់វែងអត់មានចេញទិន្នន័យដីឲ្យឃើញផងណាអត់ចូលរបស់សម្ដេចនាយករដ្ឋមន្ត្រីគាត់ថាអ្នកដែលមាន7ហិកតាគឺត្រូវសល់បាន5ហិកតាបាទចាញ់បានកម្មសិទ្ធិអានេះជាគោលការណ៍របស់រដ្ឋាភិបាលដែលមាន5សល់4 5ហិកតាប៉ុន្តែដល់ពេលការអនុវត្តជាក់ស្ដែងហើយសល់ពីហ្នឹងអ្នក5សល់ឲ្យ2ក៏មានអ្នក5សល់1ហិកតាកន្លះក៏មានក្នុង1ហិកតាតាមតម្លៃទីផ្សារ2ក៏មានជាបរិវត្តទៀម$700ចាហើយគេឲ្យការរំលោភអញ្ចឹងបានជាមានការតវ៉ាបាទចាហើយការតវ៉ាហ្នឹងមានអ្វីកើតឡើងតពីមានការតវ៉ាដើម្បីឲ្យសម្រួលហ្នឹងចាទោះខ្ញុំបាននំនេះចុះពួកខ្ញុំនឹងដើម្បីដាក់បង្កផលដាំដុះទៅក៏មានបញ្ហាចាប់ខ្លួនលោកឈឿនឆាតហ្នឹងចាលោកឈឿនឆាតហ្នឹងកាលពីម្សិលមួយថ្ងៃណាចាថ្ងៃទី31ចាចាប់ម៉ោង3កន្លះម៉ោង3កន្លះម៉ោង4ចាអញ្ចឹងមានការខាត់ខ្លួនហើយនេះលោកពូបានអញ្ជើញមកនេះដើម្បីតវ៉ាឲ្យដោះលែងចាលោកឈឿនឆាតដែលឲ្យរដ្ឋាភិបាលជួយរំដោះស្រាយឲ្យដីយើងខ្ញុំទាំងអស់គ្នាផងឲ្យបានឆាប់ព្រោះអីវាដល់រដូវដែលយើងបង្កផលបាទចឹងមកការខាត់ហ្នឹងគឺធ្វើឲ្យខូចខាតនឹងខូចខាតចាហើយប្រជាពលរដ្ឋម្នាក់ក្រីក្រម្នាក់សុទ្ធតែជំពាក់លុយអង្គការគ្រប់គ្រូសាយ៉ាងហោចណាស់ក៏$1000អីចានេះជំពាក់ក្រុមហ៊ុនដើម្បីយកលុយហ្នឹងដើម្បីធ្វើស្រែធ្វើចំការចាធ្វើចំការ
ផលមិនបានហើយអាដីបាត់ក៏បាត់ដើរតវ៉ាចុះឡើងយកឡើងអស់លុយអស់កាក់ចានឹងត្រង់ដោយសារមូលហេតុនឹងឯងផងចាអញ្ចឹងសូមឲ្យមានការដោះស្រាយពីរដ្ឋាភិបាលផងចាឥឡូវសូមទៅមើលគាត់ជាមហាសេនាបតីដែលជួយឲ្យគាត់តែបន្តដល់អញ្ចឹងខ្ញុំជាប្រជាពលរដ្ឋក៏សូមដូចខ្ញុំថាអញ្ចឹងអំពាវនាវសូមឲ្យសម្ដេចអគ្គមហាសេនាបតីដែលចូលនឹងជួយមេត្តាអន្តរាគមន៍ហើយនឹងជួយដោះស្រាយដល់ប្រជាពលរដ្ឋនៅខាងស្រុកសំពៅលូននឹងផងប្រជាពលរដ្ឋនៅអូកាគីនៅទួលសាំងបាទនៅភូមិទួលកសាំងឃុំសេរីមានជ័យស្រុកសំពៅលូនបាទបងយើងនេះបាទហ្នឹងហើយឈប់ឲ្យក្រុមហ៊ុននឹងគម្រាមចាប់ដាក់គុកហើយនឹងប្តឹងឡើងតុលាការដូចជារូបខ្ញុំឡើងតុលាការ3ឆ្នាំជាប់រហូតហើយហ្នឹងហើយអត់បានបង្កបង្កើតផលអីងាកមួយខែក៏ហៅ2ខែក៏ហៅអញ្ចឹងខ្ញុំឲ្យខ្ញុំពិការផងអតីតទាហានហើយឥឡូវតែឡើងតុលាការទៀតរកស៊ីចាំកូនប្រពន្ធអត់បានទេកូនចៅនៅលហេមលហាមផ្ទះនោះសុកចិត្តមកអត់បាយមកយប់ហ្នឹងមិញបាទនេះដោយសាររឿងដីធ្លីបាទ12ហត្តាបានហាត់កន្លះនៅប្រព័ន្ធ12ហត្តាបានហាត់កន្លះនេះចំណៃខ្ញុំកូនឈឺនោះគ្នាដាក់រឹងផ្សែងមកពេលខ្ញុំមានប៉ុណ្ណឹងឯងអញ្ចឹងហើយខ្ញុំសូមអំពាវនាវសូមឲ្យបន្តធ្វើម៉េចផ្ដល់ដំណឹងនេះឲ្យដល់អគ្គមហាសេនាបតីដែលចូលសូមឲ្យជួយដល់ប្រជាពលរដ្ឋនៅភូមិទួលកសាំងនិងអូកាគីនិងស្រុកឃុំត្រីមានជ័យស្រុកសំពៅលូនក៏ដោយរូបខ្ញុំផ្ទាល់ជាជនពិការម្នាក់ដែលរងគ្រោះដោយសារក្រុមហ៊ុនសួនមានសម្បត្តិនេះខ្ញុំមានតែប៉ុណ្ណឹងនេះចាអរគុណចឹងអរគុណមើល